No ប្រជាពលរដ្ឋកំពុងតែរងចាំអត់មើលសភាពការថាតាវាសនាទីតាំងគ្រូទីបៀនៅកាណាឌីយ៉ាក្រោយខ្លួនបានសងលុយទៅពលរដ្ឋវិញដោយសារតែឥឡូវនេះខ្លួនអត់សមត្ថភាពហើយក៏ធ្លាប់បានសន្យាខ្យល់ជាមួយនឹងប្រជាពលរដ្ឋកាលពីពេលកន្លងមកថាតើអាចឈរជើងទីទាំងអត់ច្បាប់ទម្លាប់នេះបានដល់ពេលណាទៀតតតែប្រជាពលរដ្ឋប្តឹងបានសងលុយយ៉ាប់មែនអ្នកគ្រូអើយអ្នកគ្រូខូចដល់គ្រូគេល្អអស់ហើយបើយ៉ាងនេះផ្សាយចេញថ្ងៃទី16ខែតុលាឆ្នាំ2025នេះបងប្អូនប្រិយមិត្តជាទីមេត្រីករណីគ្រូបបៀចេះបាញ់ប្រជ្រួយចេះបញ្ចុះមេសន្លឹកចេះធ្វើពិធីផ្សេងមិនឲ្យមានកូនជាដើមតែធ្វើឲ្យពលរដ្ឋម្នាក់ឈ្មោះកៃមុំមិនមានកូនដោយបំណងក៏ត្រូវបានអស់លាក់ក្រោមកណ្ដាប់ដៃដែករបស់ពលរដ្ឋរងគ្រោះដែលត្រូវបានពលរដ្ឋរងគ្រោះខាងលើនោះប្តឹងពីបទឆបោកនិងរំលោភលើសេចក្តីទុកចិត្តគោរពជូនលោកចៅសង្កាត់ចាំចៅទី1កាលពីថ្ងៃទី14ខែតុលាឆ្នាំ2025ម្សិលមិញនេះលោកប្តឹងបាន2ថ្ងៃហើយអ្នកគ្រូបោះបៀដ៏ល្បីឈ្មោះអ៊ុយសារ៉ានីដេកមិនលក់បក់មិនលហើយហូបអ្វីលែងឆ្ងាញ់ព្រោះខ្លួនត្រូវបានពលរដ្ឋប្តឹងរឿងសន្យាថាជួយធ្វើពិធីឲ្យមានកូនរយៈពេល5ខែបើមិនមានដូចបំណងទេភាគីគ្រូនឹងប្រគល់លុយគ្រប់ចំនួនវិញជូនទៅកាន់ពលរដ្ឋវិញចំណែកឯលុយដែលប្រជាពលរដ្ឋប្រគល់ជូនគ្រូនោះទាំង2លើកគឺអស់ចំនួន$725នៅព្រឹកថ្ងៃទី16ខែតុលាឆ្នាំ2025នេះភាគីគ្រូទីសន្លឹកបៀឈ្មោះអ៊ុយសារ៉ានីបានព្រមព្រៀងសងលុយចំនួន$725គ្រប់ចំនួនវិញនៅមុខមន្ត្រីសាលាសង្កាត់ក្នុងនោះក៏មានអ្នកសារព័ត៌មានបានជួយជាសាក្សីដឹងឮផងដែរនៅចំពោះមុខអាជ្ញាធរនិងភាគីទាំងសងខាងក៏បញ្ជាក់ផងដែរថាទីតាំងដែលអ្នកគ្រូបោះបៀកំពុងឈរជើងប្រកបអាជីវកម្មកំពុងតែប្រមូលលុយយ៉ាងមមាញឹកពីប្រជាពលរដ្ឋដែលទៅដល់ទីនោះគឺតែងតែបង្គាប់ប្រជាពលរដ្ឋឲ្យធ្វើតាមខ្លួនដែលខ្លួនអះអាងថាត្រូវតែធ្វើអញ្ចឹងព្រោះជាកំណល់គ្រូអ្នកគ្រូរូបនោះគឺរកតែពេលហូបបាយនិងនិយាយទូរស័ព្ទមិនបាននោះទេពេលខ្លះសោកចិត្តឲ្យអ្នកនិយាយជំនួសហើយទីតាំងនោះគឺបានដាក់ផ្ទាំងស្លាកយីហោដ៏ធំស្គមស្កៃបង្អួតរៀងនៅលើដំបូលតូបរបស់ខ្លួនស្ថិតនៅក្នុងផ្សារកាណាឌីយ៉ាក្នុងភូមិត្រពាំងថ្លឹង2សង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបើយើងគិតមកដល់ពេលនេះហើយមិនទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធចុះទៅដល់ទីតាំងគ្រូខាងលើនោះនៅឡើយនោះទេទាំងដែលគ្រូនោះធ្លាប់បានសារភាពជាមួយនឹងអ្នកសារព័ត៌មានយើងហើយថាគាត់សពថ្ងៃនេះធ្វើគ្មានច្បាប់ទម្លាប់អ្វីនោះទេពេលឥឡូវលើលោកគ្រូថាទូទាយនឹងមានសញ្ញាបត្រមានអីទៀតហ្នឹងអាហ្នឹងខ្ញុំរៀងថាខ្ញុំអត់មានទេអាហ្នឹងខ្ញុំនិយាយពិតខ្ញុំអត់មានទេហើយអត់ដឹងថាចេញមកពីណាទេខ្ញុំវាអត់ដឹងដូចនេះប្រជាពលរដ្ឋមួយចំនួនពួកគាត់សុំសំណូមពរឲ្យសារព័ត៌មានយើងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីឲ្យពលរដ្ឋដែលមិនបានដឹងគឺគាត់មានការប្រុងប្រយ័ត្នជៀសវាងការចេញបោកដូចជាពលរដ្ឋដែលជាម្ចាស់សាច់រឿងនេះអញ្ចឹងជាពិសេសគឺសូមសំណូមពរទៅដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់មេត្តាចោះជួយត្រួតពិនិត្យទីតាំងខាងលើនេះផងពលរដ្ឋរងគ្រោះក៏សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះលោកកុកគឹមថុងដែលជាប្រធានសហគ្រាសគេហទំព័ររស្មីនិមិនិងសហការីដែលបានជួយផ្សព្វផ្សាយព័ត៌មាននេះជូនគាត់ទទួលបាននូវភាពជោគជ័យបានលឿនលើសពីការរំពឹងទុកបើមិនបានគាត់ជួយផ្សព្វផ្សាយនោះទេលុយនេះត្រូវចំណាយពេលយូរណាស់តាមប្រព័ន្ធផ្លូវច្បាប់បើមិនប្រតិកម្មណាមួយពីភាគីពាក់ព័ន្ធក្រោយពីការចេញផ្សាយភាគីទាំងនោះអាចតាក់ទងបកស្រាយមកកាន់អង្គភាពសារព័ត៌មានយើងបានជារៀងរាល់ម៉ោងធ្វើការដោយយើងអំពីច្បាប់ស្តីអំពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានពេលនេះខ្ញុំបាទរួមនឹងក្រុមការងារក៏សូមលំអរកាយគោរពអរគុណនិងសូមគោរពលាព័ត៌មានរស្មីនាគមាព័ត៌មានរស្មីនាគមាព័ត៌មានពិតគ្រប់ទីកន្លែងមានទទួលធ្វើក្បាលកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មនិងត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន25ខេត្តក្រុងផងដែរព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ012 89 40 15 015 89 40 15 088 88 73 666 សូមអរគុណ